ក្នុងចំណោមអាចកំបាំងរាប់មិនអស់នៃសកលលោកភ័ស្តុតាងដ៏រស់រវើកនិងជិតស្និទ្ធបំផុតជាមួយជីវិតយើងគឺកម្ដៅដ៏សន្ធោសន្ធៅរបស់ព្រះអាទិត្យដែលមិនត្រឹមតែបំភ្លឺភពផែនដីប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាចង្ក្រានថាមពលដ៏ធំធេងដែលគ្រប់គ្រងអាកាសធាតុរដូវកាលនិងការរស់រានមានជីវិតទាំងមូលប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថាតើព្រះអាទិត្យពិតជាមានកម្ដៅខ្លាំងប៉ុណ្ណាទៅបើប្រៀបធៀបនឹងកម្ដៅថ្ងៃត្រង់នៅរដូវក្ដៅលើផែនដីដែលធ្វើឲ្យយើងបែកញើសសឹងតែទប់មិនរួចនោះគ្រាន់តែជាដំណក់ទឹកក្នុងមហាសមុទ្រប៉ុណ្ណោះនៅលើផ្ទៃខាងក្រៅឬដែលអ្នកវិទ្យាសាស្ត្រហៅថា photosphere ព្រះអាទិត្យមានសីតុណ្ហភាពខ្ពស់រហូតដល់ប្រមាណ 5500 អង្សាសេកម្រិតកម្ដៅនេះគឺក្ដៅគ្រប់គ្រាន់ដើម្បីរំលាយលោហៈធាតុគ្រប់ប្រភេទនៅលើផែនដីឲ្យក្លាយជាចំហាយទឹកក្នុងពេលតែ1វិនាទីទោះជាយ៉ាងណាកម្ដៅនៅផ្ទៃខាងក្រៅគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះនៅពេលដែលយើងធ្វើដំណើរជ្រៅទៅកាន់ស្នូលកណ្ដាលរបស់វាភាពក្ដៅរោបានកើនឡើងដល់កម្រិតដែលមិនគួរឲ្យជឿនៅចំកណ្ដាលស្នូលរបស់ព្រះអាទិត្យសីតុណ្ហភាពបានហក់ឡើងខ្ពស់ដល់ប្រមាណ15លានអង្សាសេដែលជាកន្លែងប្រតិកម្មនុយក្លេអ៊ែរដ៏មហាសាលកំពុងដំណើរការឥតឈប់ឈរដោយបំផ្លាញអ៊ីដ្រូសែនទៅជាហេតុជុំនិងបញ្ចេញថាមពលពន្លឺព្រះអាទិត្យមករកទីអវកាសមិនតែប៉ុណ្ណោះបរិយាកាសខាងក្រៅបំផុតរបស់ព្រះអាទិត្យដែលហៅថា Corona គឺជារឿងដ៏ចម្លែកមួយទៀតព្រោះវាមានសីតុណ្ហភាពខ្ពស់ជាងផ្ទៃខាងក្រៅរបស់វាឆ្ងាយណាស់ដោយអាចឡើងដល់រាប់លានអង្សាសេភាពក្តៅដ៏មហិមានេះហើយដែលធ្វើឲ្យព្រះអាទិត្យគឺជាបេះដូងនៃប្រព័ន្ធព្រះអាទិត្យដែលបន្តជះថាមពលមកកាន់ភពផែនដីយើងក្នុងចម្ងាយប្រមាណ150លានគីឡូម៉ែត្រក្នុងល្បឿនដែលធ្វើឲ្យពន្លឺធ្វើដំណើរមកដល់យើងត្រឹមតែប្រមាណ8នាទីប៉ុណ្ណោះទោះបីជាផែនដីស្ថិតក្នុងចម្ងាយមានសុវត្ថិភាពមួយដែលមិនក្តៅខ្លាំងពេកឬត្រជាក់ខ្លាំងពេកក៏ដោយក៏កម្ដៅរបស់ព្រះអាទិត្យនៅតែបន្តជាប្រភពនៃកម្លាំងធម្មជាតិដ៏អស្ចារ្យនិងជាអាចកំបាំងវិទ្យាសាស្ត្រដែលមនុស្សជាតិមិនទាន់ឆ្វេងយល់អស់នៅឡើយ